cho nó còn chua này nó dương ngao một phần nó ngon thôi nhỉ nó chanh khoai màu vậy chụp phơi hôm nay nhá mọi người sẽ chụp chanh chụp riêng hay một ồn trắng sẽ chụp pram của lối dương ai đạm vào mặt khăn của lát rập vỡ trắng hút chít mà là mố êm nè mà là mố êm apra prasco pe đây cha với cái giờ apra prasco dương pra ngao đôi thơ video bằng hai một mai một ồn chẳng nhé và hút chít chung ngày nhau một ồn thôi nhỉ 5 kg ធ្វើខ្លួនឯងមកហាឈ្ងុយឈ្ងុយម្ដេចឈ្ងុយកលេងបងប្អូនអើយអេមតោះបងប្អូនចេញជារូបរាងហើយផ្អកសាច់ជ្រូកយើងឥឡូវយើងចាប់ដើមយកមកធ្វើម្ហូបណាបងប្អូនចឹងយកមកធ្វើម្ហូបពីលើដំបងយើងអត់ជៀនទេបងប្អូនអានេះគឺអនាម័យអស់ហើយមិនបាច់លាងទេយើងធ្វើខ្លួនឯងគឺដឹងអនាម័យ 100% ហើយនេះបងប្អូនចឹងដាក់ទឹកដាំឲ្យពុះមកវាឲ្យចាក់ចូលណា បងប្អូនយើងដាក់ចូលបែបនេះឲ្យវាខាស់ទឹកណាបងប្អូនយើងអត់ប្រើប្រាស់ខ្លាញ់ទេបងប្អូនពីព្រោះអីមកហូបសុខភាពយើងអត់ប្រើប្រាស់ស្ករអត់ប្រើប្រាស់ខ្លាញ់អត់ប្រើប្រាស់ជាតិគីមីអ្វីផ្សេងៗគឺធម្មជាតិណាបងប្អូនធម្មជាតិអញ្ចឹងយើងរំលីងវាជាមួយឲ្យឆ្អិនឲ្យខាស់ទឹកណាព្រោះហើយចាំដាក់គ្រឿងបងប្អូនឃើញទេអានេះយើងស្ងោរណាអញ្ចឹងវាចេញខ្លាញ់មកនេះអញ្ចឹងយើងអត់មានខ្ញុំបាក់ប្រើខ្លាញ់ប្រើស្អីញ៉ៃញ៉ៃទេអានេះ ផ្អកសាច់ជ្រូក 3 ជាន់ណាយើងដាក់ទឹកខ្ទឹមឲ្យច្រើនមកនឹងអស់ខ្ទឹមមកពីស្រេចចឹងបើសិនជាបងប្អូនធ្វើដាក់ខ្ទឹមឲ្យច្រើនហើយយើងឆាមកជួយនោះហើយថែមគ្រឿងតាមនោះមកយើងចាប់ដើមឆ្ងាញ់ហ្នឹងភ្លេចខ្ទឹមសឲ្យច្រើនបងប្អូននេះអត់ធ្វើខ្លួនឯងហើយជួយចិត្តគ្រឿងដិតបងប្អូនអស់ខ្ទឹមសស្ដាយមែនទេធ្វើខ្លួនឯង ហើយយើងអត់ប្រើប្រាស់ខ្លាញ់ទេយើងស្ងោរទឹកហើយលីងវាមកដាក់គ្រឿងបងប្អូនរបៀបធ្វើផ្អកសាច់ជ្រូកណាមានតែ 4 មុខទេគ្រឿងក្រៅរបស់យើងនេះខ្ញីអង្ករលីងអំបិលហើយសាច់ជ្រូកយើងយកសាច់ជ្រូក 3 ជាន់បែបនេះតាមបងប្អូនហាន់ទៅចង់បានវែងចង់បានខ្លីចង់បានប៉ុណ្ណាគឺតាមហ្នឹងណាហើយសម្រាប់សាច់ជ្រូកនេះគឺ 5 គីឡូ ចឹង 5 គីឡូបងប្អូននេះដាក់អំបិលណាអត់យកប្រៃពេកទេគឺយើងយកល្មមមកឆ្ងាញ់ណាអញ្ចឹងដាក់អំបិលតែ 2 ខាំបានហើយបន្ទាប់មកយើងចម្បាច់វាឲ្យសព្វហើយទុកចោលមួយយប់ណាបងប្អូនហើយចាំយើងធ្វើគ្រឿងយើងទៀតណាបងប្អូនថ្ងៃនេះយើងរំលីងវាឲ្យ